សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជាតិជ្រោយចង្វានៅព្រឹកថ្ងៃអង្គារទី10ខែកុម្ភៈឆ្នាំ2026នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរជាមួយសមិទ្ធផលដ៏ល្អប្រសើរនេះចំពោះក្មួយជ័យលាភីសិស្សនិទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3ទាំងអស់ក្នុងឆ្នាំ2025លទ្ធផលសិស្សនិទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងជ័យលាភីសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈថ្ងៃនេះគឺជានិមិត្តរូបនៃភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងជាពិសេសការជួយគាំទ្ររបស់ឪពុកម្ដាយទៅលើការសិក្សារបស់សិស្សានុសិស្សនិងរហូតទទួលបានជោគជ័យលទ្ធផលកំណែតម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ2014រហូតដល់ឆ្នាំ2025មានការប្រែប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់នៅឆ្នាំ2014ការប្រឡងលើកទី1និងលើកទី2មានបេក្ខជនទទួលជ័យលាភីនិទេស A មានតែចំនួន11នាក់តែប៉ុណ្ណោះរហូតមកដល់ឆ្នាំ2025នេះចំនួនបេក្ខជនប្រឡងជាប់និងបេក្ខជនទទួលបាននិទេស A បានកើនឡើងជាបន្តបន្ទាប់បេក្ខជនប្រឡងជាប់បានកើនឡើង 84.56% និងមានបេក្ខជនទទួលបាននិទេស A មានចំនួន3020នាក់